xua nhóm mến xua nhóm này bà xua nhóm chụp ông lệ ơi nhóm chụp ông lệ ấy mơ tại ai đó cái này mình ai trong phải ai ông lệ nè ông lệ thời chuột cho bên đọc về nơi giúp đi anh bà mong buôn tiệp lư bà vẽ pram bay krom trong còi krom để cho nhéឡើងទៅវគ្គ 4 ក្រុមហើយរងចាំមើលការឈ្នះរបស់អាសង់ទីនឬក៏ Switzerland ប៉ុន្តែឥឡូវយើងនិយាយទៅអង់គ្លេសនិង Norway បានហើយខ្ញុំយកអង់គ្លេសបងប្អូនអង់គ្លេស5ប្រកួតនៅ World Cup ឆ្នាំ2026នេះមិនទាន់ស្គាល់ពាក្យថាចាញ់ទេស្មើ1ឈ្នះ4 Norway 5ប្រកួតចាញ់1ឈ្នះ4ហ្នឹងហើយបាទ Norway បើផ្លត់ស្នៀតចាញ់បារាំង 4-1 បាទចាញ់យ៉ាងដែរនៅក្នុងវគ្គសន្សំបន្ទុកក្នុងពូលប៉ុន្តែ Norway គេចាញ់ហ្នឹងគេដាក់កីឡាករអត់ពេញសាច់ទេកាលហ្នឹងបាទហើយយើងកុំគិតយើងគិតអារឿងយប់នេះសួរថាហេតុអីបានខ្ញុំហ៊ានយកអង់គ្លេសបងប្អូនអង់គ្លេសស្គាល់ Haaland ច្បាស់ណាស់ណាខ្ញុំដឹងថាកីឡាករផ្សេងទៀតរបស់ Norway ល្អក៏ច្រើនដូចគ្នាប៉ុន្តែកីឡាករដែលលេចធ្លោជាងគេគឺ Haaland ខ្ញុំផ្ដោតសំខាន់ទៅលើ Haaland កីឡាកររបស់ក្រុមជម្រើសជាតិអង់គ្លេសស្គាល់ Haaland ច្បាស់ណាស់ស្គាល់ចំណុចខ្លាំងស្គាល់ចំណុចខ្សោយរបស់ Haaland ច្បាស់មែនទែនព្រោះ Haaland លេងនៅ Premier League ណាហើយកីឡាកររបស់អង់គ្លេសគឺភាគច្រើនក៏ប្រកបអាជីពនៅ Premier League ដែរអញ្ចឹងអាចនិយាយបានថាស្គាល់ចិត្តស្គាល់ថ្លើមគ្នាច្រើន Haaland យប់នេះប្រហែលជាពិបាកក្នុងការលេងអាចនិយាយបានថាមិនសូវមានបាល់លេងទេណាពីព្រោះកីឡាករអង់គ្លេសដឹងពីរបៀបបិទណាចំណុចខ្លាំងចំណុចខ្សោយរបស់ Haaland បាទនេះខ្ញុំជំរាបជូនអញ្ចឹងហើយមួយវិញទៀតសូម្បីតែ Jude Bellingham ច្បាស់តែគាត់លេងនៅ Real Madrid លេងនៅទឹកដីអេស្ប៉ាញក៏ដោយប៉ុន្តែពីមុន Bellingham ហើយនឹង Haaland នៅ Borussia Dortmund មួយគ្នាហើយជាមិត្តស្និទ្ធស្នាលនឹងគ្នាទៀត Bellingham កាន់តែស្គាល់ Haaland ច្បាស់ណាខ្លាំងតាណាខ្សោយតាណាខ្ញុំជឿថាអង់គ្លេសចាប់បានទាំងអស់បាទទម្រង់លេងរបស់ Haaland នេះខ្ញុំនិយាយតែ Haaland មួយណាសម្រាប់កីឡាករផ្សេងខ្ញុំអត់ដឹងទេព្រោះកីឡាករដែលលេចធ្លោគឺ Haaland អញ្ចឹងយើងលើកយក Haaland តែមកនិយាយបានហើយអញ្ចឹងកុំភ្លេចបងប្អូនណាម៉ោង 4 ទៀបភ្លឺយប់នេះឯងអង់គ្លេសជាមួយ Norway វគ្គ 8 ក្រុមចុងក្រោយក្រុមដែលឈ្នះឡើងទៅកាន់វគ្គ 4 ក្រុមចុងក្រោយហើយរងចាំមើលការឈ្នះរបស់អាសង់ទីននិង Switzerland ដែលត្រូវជួបគ្នានៅវេលាម៉ោង 8 បាទ 8 ព្រឹកស្អែកហ្នឹងឯងណាយើងចាំមើលតើការជឿជាក់របស់ខ្ញុំជាមួយនឹងក្រុមជម្រើសជាតិអង់គ្លេសវាមានលទ្ធផលយ៉ាងណា